វីដេអូមួយនេះខ្ញុំនឹងនិយាយអំពីរូបមន្ត7យ៉ាងដែលធ្វើឲ្យយើងឈប់ក្រហើយខ្ញុំដកស្រង់ចេញពីសភើមួយក្បាលដែលមានចំណងជើងថា The Richest Man in Babylon ឬក៏ជាភាសាខ្មែរគេនិយាយថាអ្នកមានជាគេបំផុតនៅទីក្រុង Babylon ប៉ុន្តែមុននឹងចូលទៅដល់រឿងហ្នឹងខ្ញុំសូមនិយាយរឿងមួយដែរមានបរិសុទ្ធ2នាក់គាត់រស់នៅក្នុងភូមិជាមួយគ្នាប៉ុន្តែគាត់ថាមួយខាងនៅខាងលិចភ្នំមួយខាងនៅខាងកើតភ្នំហើយគាត់តែងតែជួបគ្នាហើយគាត់រាប់អានគ្នារហូតទៅតាំងពីក្មេងទៅហើយពេលមួយគាត់តែងតែឡើងទៅបរបាញ់សត្វជុំគ្នាប៉ុន្តែគាត់ថាមួយខាងនៅខាងលិចភ្នំមួយខាងនៅខាងកើតភ្នំចឹងណាអញ្ចឹងមិនសូវដឹងស្ថានភាពគ្រួសារអីជាក់ស្ដែងប្រហែលទេប៉ុន្តែគាត់តែងតែជួបគ្នានៅលើភ្នំពិភាក្សាសួរនាំសុខទុក្ខអីគ្នាចឹងទៅហើយគាត់ចេះតែបែកផ្លូវគ្នាហើយទៅបរបាញ់សត្វរៀងខ្លួនឬក៏ទៅបេះបន្លែបេះប្លុកអីរៀងខ្លួនចឹងទៅស្រាប់យកទៅលក់ផ្គត់ផ្គង់អីជីវភាពគ្រួសារចឹងទៅប៉ុន្តែប្រហែលជា5ឆ្នាំក្រោយស្រាប់តែបាត់តំណែងសូនពីបរោះដែលនៅខាងកើតភ្នំបរោះនៅខាងលិចភ្នំតែងតែឡើងទៅហើយក៏ចិត្តតែមិនដែលបានជួបបរោះនៅខាងកើតភ្នំតសោះអញ្ចឹងគាត់ចេះឆ្ងល់ថាមួយរយៈហ្នឹងមិនបានបាត់មិនបានស្ងាត់លេងឃើញឡើងភ្នំមានបញ្ហាអីមិនមែនអញ្ចឹងក្រោយមកគាត់ក៏សម្រេចចិត្តចុះទៅខាងកើតភ្នំដើម្បីទៅរកបរោះដែលនៅខាងកើតភ្នំហ្នឹងពេលដែលគាត់ចុះទៅគាត់ទៅរកក៏ឃើញបរោះម្នាក់ហ្នឹងហើយគាត់ក៏ចូលទៅសួរសុខទុក្ខជាងទៅហើយក្រោយមកបានគាត់ដឹងថាបរោះដែលនៅខាងកើតភ្នំហ្នឹងគាត់មិនមានបញ្ហាសុខភាពអីនោះទេប៉ុន្តែគាត់ថាពេលដែលគាត់ទៅរកសត្វបានគាត់តែងទៅរកបានអញ្ចឹងពេលខ្លះសត្វដែលគាត់រកបានហ្នឹងវានៅរស់ឧទាហរណ៍ដូចមាន់ព្រៃអញ្ចឹងនៅពេលដែលគាត់បរបាញ់មាន់ព្រៃបានហើយគាត់បាញ់មកខ្លះវានៅរស់អញ្ចឹងគាត់តែងទៅប្រោះទុកចិញ្ចឹមពេលដែលគាត់ទៅរកបានរកជ្រូករកអីបានអញ្ចឹងគាត់តែងតែទុកអានៅរស់ចិញ្ចឹមអីចឹងទៅជាបន្តបន្ទាប់មួយរយៈពេលក្រោយមកសត្វដែលគាត់ធ្លាប់ទៅរកបានដូចជ្រូកដូចមាន់ព្រៃដូចផ្លែឈើអីមួយចំនួនក៏អញ្ចឹងដែរផ្លែឈើណាដែលគាត់យល់ថាគួរតែដាំដុះនៅក្នុងដីចម្ការអីគាត់បានអញ្ចឹងគាត់ព្យាយាមដាំដុះនៅក្នុងដីចម្ការគាត់ចឹងទៅមួយរយៈពេលក្រោយ5ឆ្នាំកន្លងផុតទៅអាទាំងអស់ហ្នឹងវាចាប់ដើមឲ្យផលគាត់ហើយដូចដើមឈើដូចមាន់ដូចជ្រូកដូចអីអញ្ចឹងសុទ្ធតែឲ្យផលមកគាត់ទាំងអស់អញ្ចឹងគាត់អត់មានចាំបាច់អីត្រូវទៅហត់ឡើងភ្នំដើម្បីទៅរកសត្វទាំងអស់ហ្នឹងទេអញ្ចឹងគាត់ក៏ផ្អាកឈប់ទៅអញ្ចឹងគាត់ក៏ចែករំលែករឿងហ្នឹងទៅដល់មិត្តភ័ក្តិដែលគាត់នៅម្ខាងភ្នំពីគ្នាហ្នឹងអញ្ចឹងរឿងហ្នឹងជារឿងមួយដែលសំខាន់ដែរបងប្អូនពេលខ្លះពេលដែលយើងធ្វើវាចប់រហូតហើយយើងមិនបានគិតគូរពីថ្ងៃអនាគតយើងមិនព្យាយាមបរិច្វាអត់បានរីកចម្រើនទៅមុខទេដូចគ្នានឹងបរោះនៅខាងលិចភ្នំគាត់តែងទៅបរបាញ់អញ្ចឹងគាត់បាញ់តែមករស់យកមកលក់ដូរអីចឹងទៅអស់ទៅរោទៀតប៉ុន្តែដល់ឡែកបរោះដែលនៅខាងកើតភ្នំគាត់ធ្វើខុសពីនឹងពេលដែលគាត់ទៅរកបានគាត់តែងតែយកមកបរិច្យកមកចិញ្ចឹមយកមកធ្វើមកដាំដុះនៅខាងក្រោមនៅដីគាត់រហូតអញ្ចឹងពេលមួយគាត់លែងត្រូវការចាំបាច់អីត្រូវឡើងភ្នំទៀតហើយអាហ្នឹងវាជាគំនិតដែលខុសគ្នាដាច់ដល់ឡែកពីរដូចគ្នាកាលពីជំនាន់មុនបដិវត្តកសិកម្មដូចគ្នាថ្ងៃបងប្អូនមនុស្សម្នារស់នៅដោយពឹងអាស្រ័យទៅលើការបរបាញ់សត្វប៉ុន្តែក្រោយមកមនុស្សដែលគាត់មានគំនិតគាត់ចាប់ដើមបែកគំនិតយកអាគ្រាប់ដំណាំដែលចាំបាច់ហ្នឹងយកមកដាំដុះនៅដីចម្ការរបស់គាត់អញ្ចឹងពេលមួយគាត់អត់ចាំបាច់អីត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីទៅបរបាញ់សត្វទៀតទេសត្វដែលគាត់ត្រូវការដូចមាន់ដូចអីគាត់មានស្រាប់នៅផ្ទះគាត់អញ្ចឹងពេលដែលគាត់ត្រូវការគាត់អាចចាប់លក់ចាប់ដូរនៅផ្ទះគាត់ជ្រូកព្រៃជ្រូកអីក៏ដូចគ្នាអញ្ចឹងទៅធ្វើឲ្យជីវភាពរបស់គាត់រីកចម្រើនពីមួយពេលទៅមួយពេលដល់ឡែកអ្នកដែលតែងតែទៅមកបរបាញ់មួយថ្ងៃនឹងពេលខ្លះបានពេលខ្លះអត់ហ្នឹងយើងអត់មានគំនិតក្នុងការផ្លាស់ប្ដូរហ្នឹងអត់អាចទៅមុខរួចទេចា៎នេះវាជារឿងមួយដែលបងប្អូនគួរគិតពិចារណាដែរចូលទៅដល់រឿងពាក់ព័ន្ធជាមួយនឹងរូបមន្ត7យ៉ាងដែលធ្វើឲ្យយើងឈប់ក្រវិញបងប្អូនសភៅនេះខ្ញុំគិតថាល្អហើយខ្ញុំតែងតែយកវាមកដាក់ក្នុងចិត្តយកវាមករៀនតាមព្រោះដូចបងប្អូនដឹងហើយថាខ្ញុំក៏មិនតែមានជីវភាពអីល្អជាងបងប្អូនដែរប៉ុន្តែគាត់ថារឿងដែលខ្ញុំយកមកនេះគឺខ្ញុំចង់ធ្វើបែបហ្នឹងចង់ដើរតាមក្បួនដែលគេបានប្រាប់ហ្នឹងហើយខ្ញុំក៏ធ្វើវីដេអូច្រើនដែរពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងហើយឃើញថារឿងនឹងវាជារឿងល្អសម្រាប់កសិករចឹងក៏ខ្ញុំចេះតែយកមកបន្តចែករំលែកទៅដល់បងប្អូនទាំងគ្នាទៅដើម្បីធ្វើឲ្យ
កាបូបលុយរបស់យើងពេញដោយលុយពេញដោយមាសហ្នឹងអាកាហេតដែលជាអ្នកមានជាងគេនៅទីក្រុងបាប៊ីឡូនហ្នឹងគាត់បែងចែករឿងហ្នឹងទៅជា7យ៉ាងអញ្ចឹងទី1គឺចាប់ផ្ដើមបំពេញកាបូបរបស់អ្នកបើន័យថាបើសិនជាដូចកាបូបលុយរបស់យើងអញ្ចឹងបើមួយថ្ងៃយើងទុកលុយក្នុងកាបូបនឹង1000អញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃយើងដកចាយប៉ុន្តែយើងទុកក្នុងនឹង1000រហូតអញ្ចឹងពេលមួយកាបូបរបស់យើងនឹងប៉ោងណែនតឹងហ្មងដោយសារតែលុយដែលយើងដកគឺយើងដកចាយតែ90% ទេប៉ុន្តែទុក 10% អញ្ចឹងនៅក្នុងនោះគេឲ្យយើងដកចំណាយត្រឹមតែ 10% នៃចំណូលរបស់យើងទេ90% នៃចំណូលរបស់យើងហើយ 10% ទៀតគឺទុកអន្សំអានឹងវាជាការមួយដែលធ្វើឲ្យជីវភាពរបស់យើងចាប់ផ្ដើមប្រសើរទៅមុខម្ដងតិចក៏មានដែរអ្នកខ្លះគាត់ថាចាយ 100% មិនគ្រប់ផងទ្រាំតែដក 10% ទៀតចាយមិនគ្រប់ដំបូងរៀនពិបាកប៉ុន្តែនៅពេលដែលយើងមានទម្លាប់នៅក្នុងការដកយូរទៅយើងនឹងអាចធ្វើទៅបានមួយទៀតនៅពេលដែលអាលុយ 10% របស់យើងនឹងចាប់ផ្ដើមរកចំណូលឲ្យយើងដែរនឹងជាពេលមួយដែលធ្វើឲ្យយើងកាន់តែងាយនៅក្នុងការអន្សំទៀតហើយចំណុចទី2គឺគ្រប់គ្រងទៅលើការចំណាយរបស់យើងអញ្ចឹងពេលដែលយើងបានលុយមកយើងបែងចែកតម្រូវការហើយនឹងចំណង់ចង់បានឲ្យដាច់ដល់ឡែកពីគ្នារបស់ខ្លះយើងចង់បានប៉ុន្តែវាមិនជាតម្រូវការឧទាហរណ៍យើងទៅឃើញរបស់របរស្អាតតែយើងពេលខ្លះវាមិនជាតម្រូវការប៉ុន្តែយើងចេះចង់បានចេះចង់យកមកប្រើអញ្ចឹងឧទាហរណ៍ដូចឡានម៉ូតូអញ្ចឹងម៉ូតូតាមពិតយើងអាចជិះអាតម្លៃត្រឹម400-500បានប៉ុន្តែយើងចង់បាន1000-2000អីទៅអញ្ចឹងលុយដែលយើងមិនតន់ជពាក់គេផងដោយសារតែយើងមានចំណងចង់បានអញ្ចឹងយើងសុខចិត្តជពាក់គេ$1000-2000ដើម្បីបានម៉ូតូមួយជិះស្អាតសង្ហាអញ្ចឹងទៅអានឹងវាជាការបំពេញនៅចំណងមិនជាការបំពេញនៅតម្រូវការទេចំណុចទី3គឺធ្វើប្រាក់ឲ្យបង្កើតប្រាក់ហ្នឹងអាកាហេតហ្មងគាត់ជាអ្នកដែលយកលុយហ្នឹងយកទៅវិនិយោគគឺគាត់យកទៅចងការប្រាក់ឲ្យទៅអ្នកដែលគាត់ធ្វើខែលធ្វើដែកអីចឹងសម្រាប់លក់ជាខែលបងប្អូនក្នុងសម័យហ្នឹងគេធ្វើខែលសម្រាប់ច្បាំងក្នុងសង្គ្រាមអីចឹងអញ្ចឹងគាត់យកទៅចងការអញ្ចឹងពេលដែលគាត់ចងការជាមួយនឹងអ្នកធ្វើខែលនឹងទៅចំណេញអញ្ចឹងគាត់យកអាប្រាក់ចំណេញហ្នឹងបរិច្បន្ថែមអីទៀតអញ្ចឹងទៅឬក៏គាត់យកទៅធ្វើអីមួយដែលគាត់មានចំណេះចេះដឹងហើយធ្វើឲ្យលុយរបស់គាត់ហ្នឹងកាន់តែកើនឡើងច្រើនជាងទៅហើយចំណុចទី4គឺការពារទ្រព្យសម្បត្តិរបស់យើងហ្នឹងកុំឲ្យបាត់បង់រឿងនេះសំខាន់នៅពេលដែលយើងមានលុយហើយពេលខ្លះសំបីតែមនុស្សដែលនៅជុំវិញយើងនេះពេលដែលឃើញយើងមានលុយគាត់ប្រកាសជាត្រូវការខ្ចីបុលអីចឹងទៅឬក៏ពេលខ្លះទៅយើងមិនអាចការពារវាបានបាត់បង់ដោយសារការប៉ាវការអីមិត្តភ័ក្តិបងប្អូនស៊ីផឹកអីចឹងអាហ្នឹងក៏វាជាការបាត់បង់ប្រាក់មួយដែរហើយនៅក្នុងរឿង The Richest Man in Babylon ហ្នឹងមានបរិះម្នាក់គាត់ទទួលបានប្រាក់ច្រើនមែនទែនពីស្ដេចប៉ុន្តែពេលដែលគាត់មកដល់ផ្ទះភ្លាមមានបញ្ហាមួយគឺប្អូនរបស់គាត់ខ្ចីលុយនឹងចង់ខ្ចីលុយនឹងយកទៅប្រើការចឹងពេលហ្នឹងគាត់ជួបបញ្ហាជួបការលំបាកមែនទែនគាត់មិននឹងទៅត្រូវបដិសេធមិនហើយក៏គាត់ទៅនិយាយជាមួយនឹងអ្នកចងការមាសចឹងទៅអ្នកចងការមាសឲ្យយោបល់ថាបើសិនជាបរិះនឹងគាត់ចង់ខ្ចីលុយនឹងមែនឲ្យស៊ូគាត់ទៅថាគាត់យកទៅធ្វើអីហើយគាត់មានចំណេះដឹងពាក់ព័ន្ធនឹងរឿងនឹងអត់ហើយមើលទៅគាត់ថាតើគាត់ពិតជាអាចមានលទ្ធភាពសងត្រឡប់មកវិញអត់បើមិនចឹងទេយើងនឹងបាត់បង់ហ្មងហើយនៅពេលដែលបាត់បង់ទ្រព្យសម្បត្តិក៏បាត់អាមិត្តភាពនឹងក៏បាត់បង់ដែរអញ្ចឹងអានឹងយើងត្រូវគិតដែរចំណុចទី5ល្អដែរបងប្អូនគេឲ្យយើងមានផ្ទះផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងអញ្ចឹងនៅក្នុងទីក្រុងបាប៊ីឡូនហ្នឹងបើសិនជាយើងមានផ្ទះរៀបចំស្អាតបាតមានលំនៅឋានអីហ្នឹងវាជាការសន្សំប្រាក់មួយដែរអានេះជាការលើកឡើងរបស់គេទី6គឺរៀបចំប្រាក់សម្រាប់អនាគតអានេះជាការសន្សំមួយហើយការសន្សំរៀបចំប្រាក់ដើម្បីអនាគតនឹងភាគច្រើនគឺគេយកទៅវិនិយោគឬក៏យកទៅដាំដំណាំដាំដុះឬក៏បង្កើតទៅជាអាជីវកម្មមួយដែលបវលលុយមកឲ្យយើងវិញនៅពេលដែលយើងចាស់ទៅឯនឹងជាដើមទី7ចំណុចចុងក្រោយគឺបង្កើតសមត្ថភាពរកប្រាក់
Chúng mìnhថាបើសិនជាយើងជាអ្នកស្រែយើងត្រូវបង្កើតចំណេះដឹងពាក់ព័ន្ធជាមួយនឹងស្រែចម្ការនឹងទៅយើងត្រូវចេះដឹងតើបើដាំស្រូវយើងត្រូវធ្វើម៉េចដើម្បីទទួលបានផលច្រើនបើចិញ្ចឹមសត្វយើងគួរធ្វើម៉េចដើម្បីបង្ការនៅជំងឺបញ្ជះនៅហានិភ័យអីផ្សេងដាំដំណាំត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងដំណាំពាក់ព័ន្ធនឹងបើចិញ្ចឹមសត្វត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងការចិញ្ចឹមសត្វអីនឹងជាដើមអានេះជារឿងដែលសំខាន់ដែលយើងចាំបាច់ត្រូវតែដឹងហ្មង ចឹងវីដេអូនឹងប៉ុណ្្នឹងបងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ